បើខ្ញុំជម្រាបបងប្អូនពីវិធីនេះដើម្បីឲ្យបងប្អូនលក់ដូរដីផ្ទះល្វែងឬក៏គម្រោងអ្វីរបស់បងប្អូនចាលក់ដូរដាច់តើបងប្អូនយល់ព្រមជួយចាកងទ័ពយើងកម្ពុជាយើងដែលលោកនៅជួមមុខដែរឬទេចាបើសិនជាបងប្អូនព្រមជួយអញ្ចឹងខ្ញុំនឹងជម្រាបជូនបងប្អូនដែលរាំងស្ទះយូរហើយលក់ដូរមិនដាច់ធ្វើដោយខ្លួនឯងអត់មានអស់លុយ100រៀលទេណាបងប្អូនណាគឺធ្វើដោយខ្លួនឯងតែម្ដងសូមជម្រាបជូនដោយអត់មានអស់លុយទៅរកគ្រូណាទេអញ្ចឹងទី1បងប្អូនត្រូវធ្វើដំណើរទៅកន្លែងដីឬផ្ទះល្វែងឬក៏កន្លែងណាក៏ដោយដែលបងប្អូនចង់លក់ចង់ដូរនោះណាហើយបងប្អូនត្រូវដោះស្បែកជើងហើយអង្គុយផ្ទាល់លើដីចាហើយដៃស្ដាំផ្ទះដី3ដងស្រែកហៅរកព្រះម៉ែធរណីនៅទីនេះទេ3ដងណាបងប្អូនព្រះម៉ែធរណីនៅទីនេះទេព្រះម៉ែធរណីរបស់កូននៅទីនេះទេរួចហើយផ្ទះដី3ដងហ្នឹងទៅរួចហើយឆ្លើយខ្លួនឯងណាម៉ែនៅកូនម៉ែជាព្រះម៉ែធរណីនៅទីនេះហើយកូនមានកិច្ចអ្វីសួរមកម៉ែឬក៏កូនមានការអ្វីពឹងពាក់ម៉ែឬដល់កន្លែងនេះបងប្អូនត្រូវយកធូប36សរសៃចាធូប36សរសៃចាប់ផ្ដើមអុជដោតទៅលើដីណាបងប្អូនអញ្ជាក់ដោតផ្ទាល់ទៅលើដីអត់មានដាក់កំប៉ុងជើងធូបទេណាបងប្អូនណារួចហើយចាក់ទឹកកន្លះលីត្រអាទឹកដបកន្លះលីត្រយើងអាដប500,000យើងហ្នឹងចាក់ទៅលើជុំវិញជើងធូបដែលយើងដោតហ្នឹងហើយបួងសួងថាអោព្រះម៉ែធរណីដ៏ស័ក្តិសិទ្ធិអើយកូនអត់មានអ្វីជាទីពឹងទេមានតែព្រះម៉ែហើយកូនចង់ធ្វើការដោះដូរព្រះធរណីឬក៏ធ្វើការដោះដូរផ្ទះល្វែងឬធ្វើការដោះដូរគម្រោងចាបងប្អូនដែលមានធ្វើចាអាជីវកម្មខាងផ្នែកអចលនៈវត្ថុគ្រប់គ្នាក៏អាចធ្វើអញ្ចឹងបានដែរណាបងប្អូនណាចាដែលនៅក្នុងតំបន់ភូមិឃុំស្រុកខេត្តចាក្រុងនេះឈ្មោះនេះឲ្យច្បាស់លាស់ផ្ទះទីប្រមាណលេខប្រមាណដីអីគេដីក្បាលប្រមាណបដោយប្រមាណត្រូវរៀបរាប់រាយរាប់ឲ្យច្បាស់លាស់ហើយខ្ញុំម្ចាស់ធ្វើការចង់ធ្វើការដោះដូរព្រះធរណីអត់មាននិយាយរឿងលក់ដីលក់ផ្ទះលក់អីទេណាបើសិនជាបងប្អូនសុំលក់ដីលក់ផ្ទះអញ្ចឹងគឺបងប្អូនលក់អត់ដាច់ទេនេះគឺដំណំសម្រាប់ព្រះម៉ែធរណីខ្ញុំម្ចាស់សូមដោះដូរព្រះធរណីដោះដូរផ្ទះល្វែងដោះដូរខុនដូទៅរកម្ចាស់ពិតប្រាកដរបស់គេសូមព្រះម៉ែធរណីជួយរកម្ចាស់ពិតប្រាកដរបស់គេឲ្យមកសាកសួរដំណឹងអំពីកន្លែងទីកន្លែងនេះភូមិនេះឃុំនេះអញ្ចឹងសារថ្មីទៅផងឲ្យបានឆាប់រហ័សព្រោះកូនត្រូវការដោះដូរជាបន្ទាន់អញ្ចឹងពេលដែលកូនបានសម្រេចហើយគេមកសួរនាំហើយគេយកបច្ច័យមកឲ្យហើយគេដោះដូររួចហើយកូននឹងធ្វើកិច្ចសង្ឃទានលោកមួយអង្គថ្វាយព្រះម៉ែធរណីស្អែកនេះមួយ